ស្វែងយល់អំពីច្បាប់ថ្ងៃនេះខ្ញុំសូមលើកយកប្រភេទនៃបទល្មើសព្រហ្មទណ្ឌដើម្បីធ្វើការបកស្រាយនៅក្នុងប្រភេទនៃបទល្មើសព្រហ្មទណ្ឌគឺខ្ញុំលើកយកចំណុចពីរធំដើម្បីធ្វើការបកស្រាយចំណុចកគឺនិយាយអំពីនិយមន័យនៃបទល្មើសចំណុចខគឺនិយាយពីប្រភេទនៃបទល្មើសព្រហ្មទណ្ឌហើយនៅក្នុងប្រភេទនៃបទល្មើសព្រហ្មទណ្ឌគឺខ្ញុំបែងចែកចេញជា3ទៀតគឺទី1បទឧក្រិដ្ឋទី2បទមិឈឹមទី3គឺបទលហុអញ្ចឹងដើម្បីបកស្រាយពីប្រភេទនៃបទល្មើសព្រហ្មទណ្ឌគឺគេត្រូវពិចារណាពីអ្វីដែលជាបទល្មើសជាមុនសិនដែលក្នុងនោះចំណុចទាំងអស់នេះគឺត្រូវបានបកស្រាយលម្អិតដូចជាចំណុចកនិយមន័យនៃបទល្មើសផ្អែកទៅតាមមាត្រា2នៃក្រមព្រហ្មទណ្ឌបានឲ្យនិយមន័យនៃបទល្មើសគឺសំដៅដល់ករណីដែលច្បាប់បញ្ញត្តិថាអំពើខ្លះរបស់រូបវន្តបុគ្គលឬក៏អំពើរបស់នីតិបុគ្គលដែលបង្កចលាចលដល់សង្គមគឺជាបទល្មើសពាក្យថារូបវន្តបុគ្គលដែលមានចែងនៅក្នុងច្បាប់នេះគឺសំដៅដល់រូបវន្តបុគ្គលជានីតិជននិងរូបវន្តបុគ្គលដែលជាអនីតិជនចំពោះរូបវន្តបុគ្គលដែលជានីតិជនគឺសំដៅដល់ជនដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅចំណែកឯរូបវន្តបុគ្គលដែលជាអនីតិជនគឺជាជនដែលមានអាយុក្រោម18ឆ្នាំប៉ុន្តែអនីតិជនដែលមានអាយុក្រោម14ឆ្នាំគឺមិនទទួលខុសត្រូវព្រហ្មទណ្ឌទេចំណែកពាក្យថានីតិបុគ្គលគឺសំដៅដល់នីតិបុគ្គលជារដ្ឋនិងមួយទៀតគឺជានីតិបុគ្គលឯកជនចំពោះនីតិបុគ្គលជារដ្ឋគឺមិនទទួលខុសត្រូវព្រហ្មទណ្ឌទេចំណែកឯនីតិបុគ្គលឯកជនគឺត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដោយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌដូច្នេះខ្ញុំសូមធ្វើការបញ្យល់ទាក់ទងទៅនឹងពាក្យថាចលាចលគឺសំដៅដល់ការធ្វើឲ្យមានភាពវឹកវរឬក៏ការជ្រួយច្របល់ជាដើមដូច្នេះខ្ញុំសូមបកស្រាយនៅចំណុចខគឺប្រភេទនៃបទល្មើសព្រហ្មទណ្ឌតាមរយៈមាត្រា2វិជ្ជាខណ្ឌទី2បទល្មើសត្រូវបានចាត់ថ្នាក់ជា3ប្រភេទគឺទី1បទឧក្រិដ្ឋទី2បទមិឈឹមនិងទី3គឺបទលហុទៅតាមទម្ងន់នៃបទល្មើសនោះមានន័យថាគិតទៅតាមស្ថានភាពធ្ងន់ស្រាលរបស់បទល្មើសដែលចារីឬក៏សហចារីបានប្រព្រឹត្តចំណុចទី1គឺបទឧក្រិដ្ឋមាត្រា46នៃក្រមព្រហ្មទណ្ឌបទល្មើសជាបទឧក្រិដ្ឋនៅក្នុងករណីដែលអតិបមានៃទោសដាក់ពន្ធនាគារដែលត្រូវរងនោះគឺជាទោសដាក់ពន្ធនាគារមួយជីវិតជាទោសដាក់ពន្ធនាគារមានរយៈពេលលើសពី5ឆ្នាំនិងក្រោមឬក៏ស្មើនឹង30ឆ្នាំហើយទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនៅទោសពិន័យជាប្រាក់ផងខ្ញុំសូមលើកឧទាហរណ៍មាត្រា200បទឃាតកម្មកិត្តិទុកជាមុនអតិបមានៃទោសដាក់ពន្ធនាគារគឺអស់មួយជីវិតចូលដល់ចំណុចទី2គឺបទមិឈឹមមាត្រា47នៃក្រមព្រហ្មទណ្ឌបទល្មើសជាបទមិឈឹមករណីដែលអតិបមានៃទោសដាក់ពន្ធនាគារដែលត្រូវរងនោះគឺមានរយៈពេលលើសពី6ថ្ងៃនិងក្រោមឬក៏ស្មើនឹង5ឆ្នាំហើយទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនៅទោសពិន័យជាប្រាក់ផងដែរឧទាហរណ៍មាត្រា217នៃក្រមព្រហ្មទណ្ឌបទហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងមានពិន័យជាប្រាក់ផងដែរជាចុងក្រោយគឺបទលហុបទល្មើសជាបទលហុនៅក្នុងករណីដែលអតិបមានៃទោសដាក់ពន្ធនាគារដែលត្រូវរងនោះគឺមានរយៈពេលក្រោមឬក៏ស្មើនឹង6ថ្ងៃទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនៅទោសពិន័យជាប្រាក់ផងដែរហើយបទល្មើសត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះដូច្នេះបទលហុនៅក្នុងករណីខ្លះបទល្មើសត្រឹមតែពិន័យជាប្រាក់តែប៉ុណ្ណោះហើយចំពោះទោសពិន័យគឺត្រូវតែបង់ចូលនៅក្នុងថវិការដ្ឋ